ឆាប់ឡើងក្នុងបំពង់ខ្ញុំមានកំទេចរន្ទះជាប់នៅនឹងជួយយកវាចេញមកអាម៉ត់ឆ្កែឯងចង់សងសឹកនឹងអ្នកមានគុណមែនទេអរគុណហើយខ្ញុំឆ្លងកាត់គ្រោះរន្ទះទាំង9ជាន់តែរន្ទះចុងក្រោយវាវិកក៏មកជាប់ក្នុងបំពង់ខ្ញុំនេះនិយាយមកចង់បានអ្វីភ្នំមាសថ្នាំអមតៈឬក៏ចង់បានប្រពន្ធខ្ញុំមិនយករបស់ទាំងនោះទេខ្ញុំគ្រាន់តែចង់សួរមួយម៉ាត់តើអ្នកជាសត្វនាគដ៏ធំហេម៉ាអញ្ចឹងមិនក៏ជាប់រន្ទះក្នុងបំពង់ក៏ទៅវិញនឹងមិនមែនជារឿងសំខាន់ទេចុះសាច់នាគរបស់អ្នកអាចញ៉ាំបានអត់គេថាញ៉ាំទៅអាយុវែងមិនចាស់សោះម្នាក់នេះឯងចង់ស្នប់ខ្ញុំមែនទេអូអត់ទេខ្ញុំគ្រាន់តែចង់ដឹងថាសរសៃនាគនឹងយកមកធ្វើជាកម្មជ្រួចបានអត់អាម៉ាហ្វីនៅក្បែរភូមិនឹងវាចូលចិត្តយកតមកគប់ឆ្កែខ្ញុំឯងបើឯងហ៊ាននិយាយពាក្យថានាគមួយម៉ាត់ទៀតឯងនឹងកំទេចឯងចោលមុនគេកុំខឹងអីខ្ញុំមិនយករបស់នឹងទៀតទេគ្រាន់តែប្រាប់ខ្ញុំមកថាពេលនាគផោមវាមានការភ្លើងចេញមកដែរឬអត់អញសងគុណគេរាប់ពាន់ឆ្នាំហើយទើបតែជួបមនុស្សសួររឿងនាគផោមនេះឯងមនុស្សល្ងងឲ្យក្នុងរយៈពេល3ថ្ងៃនេះអញនឹងឲ្យឯងបានប្រពន្ធប៉ុន្តែមានលក្ខខណ្ឌមួយក្រោយមកបាននិយាយប្រាប់គេត្រូវនិយាយថាឯងជួយសង្គ្រោះត្រីអណ្ដែងមួយក្បាលបានហើយកុំឲ្យឯងខ្មាស់គេយប់មិញខ្ញុំយល់សັບឃើញស្ដេចអ្នកមីសនិយាយថាអ្នកដែលជួយសង្គ្រោះនាគមានសំណាងធំបើបានរៀបការជាមួយឯងនឹងអាចបង្កើតកូនបាន10នាក់100ថ្ងៃហើយបងនាគពិតជាអាចបង្កើតកូនបាន10នាក់មែនទេ10នាក់អូយបង្កើតកូនអីគេទៅខំប្រឹងខ្លួនឯងទៅអញគិតថានាគមួយក្បាលនេះមកសងគុណឬមកសងសឹកវិញ